tha thơm hộp này ấy đam bài 4-5 កំប៉ុងដាក់ពេញពេញឆ្នាំងតែម្ដងទៅទេខ្ញុំនិយាយថាអុយតាធ្វើមហូបមួយមុខនេះបាយអស់ពីឆ្នាំងមិនដឹងខ្លួនទេហើយបើបានជាមួយនឹងអាម្រះទូចចេះផងយំហូបរឹតតែឆ្ងាញ់ទៀតថាថ្ងៃម៉េចហ្នឹងមកពីធ្វើការវិញទៅនៅឃើញឃ្លានបុកទឹកគ្រឿងទៅក្រោយផ្ទះម៉ែឃើញម៉ែដាំម្រះទូចផ្លែរៀងគួសមដែរទៅបេះ 4-5 គ្រាប់យកមកហូបជាមួយបុកទឹកគ្រឿង4-5 គ្រាប់បេះមកសំណំឯងនិយាយថាក្រួយម៉ែផ្លែក៏ផ្លែហើយអានោះក៏ផ្លែនិយាយថានៅស្រុកនេះឲ្យតាដាក់ក្រពូចអុយដល់ដីនិយាយថាថៃតាស្មៅទៅឈ្នះទៅនិយាយថាផ្លែងឹបដើមចោលឯងហើយបន្លែប្លុកក្រោយទេប្រមាណមុខនេះបេះបោកយកទៅធ្វើមលក់ទុកហូបជាមួយបុកទឹកគ្រឿងណាមានរនោងមានបន្លែផ្លែនងផ្លែត្រប់អីហ្នឹងគេទេសបេះបោកយកអស់ហើយមានម្ទេសខ្ចីម្ទេសអុយណានិយាយថាបុកទឹកគ្រឿងធ្វើទឹកគ្រឿងនិយាយថាបានជាមួយនឹងអាម្ទេសអាចសាត់ទូចចេះយកទៅហូបដាក់មួយម៉ាត់និយាយពីឆ្ងាញ់ណាបើថាត្រាប់ចកោមីងផ្លែតាំងពីដីរហូតដល់លើចង់ពីចង់ដល់ដៃផ្លែឡើងចង់បាក់ដើមចោលណាបន្លែប្លុកមួយថងនេះគឺអត់បានចាយលុយទិញបន្លែគេទេមិនថារនោមមិនថាត្រាប់មិនថាស្ដៅម្ទេសទូចស្នូពូតផ្ទីអីទេគឺអត់បានទិញទេទិញតែត្រីគេហើយនឹងសាច់ជ្រូកតិចតួចប៉ុណ្ណោះឯងហើយបន្លែប្លុករបស់ខ្ញុំប្រហែលមុខនេះគឺខ្ញុំចាប់វាស្រស់ទុកមុនហើយព្រោះសារតាគ្រឿងក្រៅបន្លែរបស់យើងរៀងគួរសមដែរច្រើនណាទៅធ្វើម្ហូបមួយមុខនេះគឺថាបន្លែគឺត្រូវតែមានច្រើនតិចហើយព្រោះថាច្រើនកាលណារឹតតែល្អកាលហ្នឹងឯងគឺវារឹតតែឆ្ងាញ់ណាបន្លែអានោះបន្លែផ្ទីអីស្នូពូតអីដាក់ស្រស់មួយគ្នាតែម្ដងហើយបើថាត្រប់ថាអីខ្ញុំអត់ស្រស់ទេម្ទេសអីគឺខ្ញុំចូលចិត្តយកទុកហូបទៅដាក់មួយម៉ាត់និយាយថាឆ្ងាញ់ណានៅស្រុកខ្ញុំខាងនេះនិយាយថាផ្ទីផ្តោញអីច្រើនណាអុយតែឡែងហូបហើយខ្ញុំអត់សូវបេះមកច្រើនទេព្រោះសារតែខ្ញុំហូបលឹងទៅលឿនហើយខ្ញុំកាច់តែម្ដងយំហូបទេព្រោះសារតែលក់របស់ខ្ញុំកណែគឺវាមានច្រើនហើយទៅខ្ញុំអត់កាច់ផ្ទីមកច្រើននិយាយថាដើមធំល្អណាស់និយាយថាស្រួយផក់ម្ដងបន្លែប្លុករបស់ខ្ញុំស្រស់ទុកហើយចាប់ដល់មកធ្វើទឹកគ្រឿងម្ដងថ្ងៃនេះរៀងយកពឿបន្តិចហើយចាក់ស្ករនិងខ្ទឹមឲ្យឡើងក្រហមបានខ្ញុំចាក់សាច់ចូលណាមើលទៅរៀងក្រហមឲ្យរឿងកណូងហូបបន្តិចណាលីងសាច់ជ្រូកឲ្យវាឈ្ងុយមកចាក់ជាមួយនឹងប្រហុកចូលណាគ្រាន់តែដាក់ប្រហុកចូលប៉ុណ្ណាមានអារម្មណ៍តែឃ្លានបាយបាត់ហើយព្រោះសារតែលក់របស់យើងគឺស្រស់រួចជាការស្រេចហើយអត់តែឆ្អិនកាលណាដឹងតែដាក់មើលមកអស់ដៃហើយនិយាយថាចាក់ដុតត្រីរបស់យើងចូលទៅថែមស្ករថែមប៊ីចេងនិយាយថាម្ហូបមួយមុខនេះវាមិនតែឆ្ងាញ់ណាស់ណាទេប៉ុន្តែថាអ្នកធ្លាប់នៅមួយគ្រួសារគឺចាំរសជាតិនេះអត់ភ្លេចទេបើធ្លាប់នៅមួយម៉ែឪអីបែកទេសឆ្ងាយឃើញម្ហូបនេះហើយដឹងតែនឹកទេសតែម្ដងមិញហ្នឹងគឺខ្ញុំចាក់ជាមួយនឹងទឹកឆ្អឹងត្រីចូលហើយថែមជាមួយនឹងទុំអំពិលគឺរួចជាការស្រេចហើយហើយម្ហូបរបស់យើងគឺឆ្អិនរួចរាល់ហើយលក់របស់យើងក៏ស្រស់បានដែរហើយអត់មាននៅចាំអីទៀតទេគឺមានតែហូបប៉ុណ្ណឹងឯងនិយាយថាវាត្រូវគ្នាជាមួយនឹងអាស្នូលពូតស្រស់ចេះក៏ត្រូវគ្នាជាមួយនឹងអាម្រះនេះក៏ត្រូវនិយាយថាក្នុងម៉ានលក់គឺអុយលេខ1គឺលក់ម្រះណែព្រោះសារតាវាគ្រប់ហើយវាល្វីងណាខ្ញុំចូលចិត្តរបស់ល្វីងហើយវាឆ្ងាញ់ផងម្រះនោះណាហើយនិយាយថាហូបជាមួយបុកល្ហុងក៏ត្រូវហូបជាមួយនឹងប្រហុកទឹកគ្រឿងក៏ត្រូវណែអាម្រះនេះត្រូវគ្រប់តែមុខហើយបើថាពីធ្វើការសោផងនិយាយពីថាដាក់បាយអស់លឹងមកចំហីឆ្នាំងម្នាក់ឯងហើយត្រូវនឹងម្ហូបត្រូវចាត់ទៀតផងហើយបានបន្លែត្រូវចាត់ផងនិយាយថាត្រប់បានជាមួយនឹងម្រះអីនេះដាក់លឹងមកអស់ដៃណែ